ថ្ងៃនេះពេលបើកឡានទៅធ្វើការស្រាប់តែឃើញផ្ទៃមេឃពណ៌ទឹកក្រូចស្អាតមែនទែនចឹងហើយចាំអីទៀតបាច់ទៅធ្វើការទេបើកទៅដល់សមុទ្របដាពេលវេលាគឺម៉ោង 8 ល្ងាចនឹងឯងល្ងាចអីវាត្រូវយប់ហើយប៉ុន្តែនៅអាត់ឡែតអត់ទាន់យប់ទេព្រោះអីគេដូរមកចាប់ពីចុងខែ10ដល់ចុងខែ4គេបន្ថយនាឡិកា1ម៉ោងអញ្ចឹងហើយនៅទីនេះម៉ោង 8 អត់ទាន់យប់ទេគេធ្វើយ៉ាងហ្នឹងដើម្បីចង់ឲ្យប្រជាជនគេចេញពីធ្វើការមកនៅមានពេលវេលាមកលេងសមុទ្រលំហែកាយហើយចំណែកខ្ញុំវិញកិច្ចពីការងារដើម្បីដេញតាមពណ៌មេឃប៉ុន្តែអត់ខកចិត្តទេស្រាប់តែមកដល់ឃើញផ្ទៃមេឃស្អាតមែនទេពណ៌ទឹកក្រូចផ្កាឈូកក្រហមបដិញគ្នាចែងចាំងទៅលើផ្ទៃសមុទ្រគួរឲ្យចង់គយគន់ណាស់ចំពោះខ្ញុំមិនងាយបានឃើញយ៉ាងនេះទេព្រោះអីពេលវេលានេះតែងតែនៅក្នុងហាងជានិច្ចចា៎អ្នកទាំងអស់គ្នាវិញធ្លាប់ឃើញអត់ជួយបង្ហាញរូបថតម្នាក់មួយផងមើលវីដេអូខ្ញុំថ្ងៃនេះសូមបញ្ចប់ត្រឹមហ្នឹងសិនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ